ចាសូមជំរាបសួរបងប្អូនទាំងអស់គ្នានាងខ្ញុំគឺជាម្ចាស់ page ដែលមានចំនួនជាមួយនឹងបងកងទ័ពថ្ងៃនេះនាងខ្ញុំសូមចេញវីដេអូសូមទោសជាសាធារណៈចំពោះរូបគាត់ផ្ទាល់ចំពោះមហាជនទូទាំងប្រទេសផ្ទាល់ចំពោះបងវរៈកងទ័ពបងកងទ័ពរួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ទាំងអស់នាងខ្ញុំសូមធ្វើការសូមទោសជាសាធារណៈដោយចិត្តស្មោះចំពោះកំហុសឆ្គងដែលនាងខ្ញុំមានហើយនាងខ្ញុំសូមសន្យាថានឹងមិនឲ្យមានកំហុសឆ្គងបែបនេះចាប់ពីថ្ងៃនេះតទៅអញ្ចឹងសូមបងប្អូនមេត្តាអាណិតអធិស្ឋានដល់រូបនាងខ្ញុំផងចាសូមអរគុណនារីម្នាក់ដែលមានឈ្មោះថាចិន្តាសវណ្ណារីគឺជាម្ចាស់ហាងលក់ទូរស័ព្ទ Mr. X Gaming ដែលបានជេរប្រមាថពាក្យសម្ដីអសរោះជាទីបំផុតចំពោះវរៈកងទ័ពដែលឈរជើងនៅប្រាសាទតាមាន់នៅពេលនេះបានចេញវីដេអូសុំទោសជាសាធារណៈនៅថ្ងៃទី12ខែសីហាឆ្នាំ2026នេះបងប្អូនអរគ្នាប្រហែលជាបានដឹងរឿងរ៉ាវនេះហើយកំពុងតែផ្ទុះកក្រាខ្លាំងមែនទែនដើមចេញពីវរៈកងទ័ពយើងម្នាក់ដែលមានឈ្មោះថារិទ្ធបានទិញទូរស័ព្ទពីហាងរបស់ឈ្មោះចិន្តាសវណ្ណារីជាម្ចាស់ហាងឈ្មោះថា Mr. X Gaming តែម្ដងដែលទូរស័ព្ទជាង$100ទេប៉ុន្តែដោយសារតែម្ចាស់ហាងរូបនេះលក់ទូរស័ព្ទអន់លក់ទូរស័ព្ទលួយទៅឲ្យអតិថិជនទើបបានជាវរៈកងទ័ពរបស់យើងបានបញ្ជូនទូរស័ព្ទនេះមកឲ្យហាងវិញហើយសុំលុយមកវិញតែជាង$100ទេប៉ុន្តែមិនត្រឹមតែមិនឲ្យលុយជូនវរៈកងទ័ពទេបែរជាប្រើពាក្យសម្ដីជេរប្រមាថតាមឆាតនៅពាក្យអសរោះអសិលធម៌ជាទីបំផុតដែលបងប្អូនបានស្ដាប់ហើយពិតជាមិនអាចទទួលយកបានទេក្រោយពីមានរឿងរ៉ាវនៃការផ្ទុះកក្រើកនេះទើបបានជាម្ចាស់ page ដែលមានឈ្មោះថា Mr. X Gaming នេះដឹងខ្លួនខុសនិងខ្លាចបងប្អូនមហាជនទាមទារឲ្យមានចំណាត់ការតាមផ្លូវច្បាប់យ៉ាងធ្ងន់ធ្ងរនោះទើបបានជាចេញមុខបកគលទូរស័ព្ទមួយគ្រឿងមកអំពោឲ្យវរៈកងទ័ពនិងថែមលុយ200000រៀលផងដែរហើយកំហឹងបងប្អូនមហាជននៅតែមិនទាន់ត្រជាក់ទើបបានជាម្ចាស់ហាងលក់ទូរស័ព្ទមួយនេះបានបន្តចេញនៅคลิปវីដេអូហើយសុំការអភ័យទោសជាសាធារណៈតែម្ដងពាក្យសម្ដីជេរប្រមាថនេះបងប្អូនមកស្ដាប់ហើយគឺពិបាកទទួលយកមែនទែនយ៉ាងហោចណាស់យើងត្រូវគិតថាយើងជាមនុស្សស្រីហើយវរៈកងទ័ពគាត់ចាស់ជាងយើងអាយុច្រើនជាងយើងហើយរឿងផ្ដើមចេញមកពីយើងលក់ទូរស័ព្ទដែលគ្មានគុណភាពលក់ទូរស័ព្ទអន់លក់ទូរស័ព្ទឲ្យលុយអតិថិជនបែរជាមកខឹងអតិថិជនទាមទារលុយមកវិញសូម្បីតែខ្ញុំបានស្ដាប់សម្លេងនៃការជេរប្រមាថនេះហើយគឺពិបាកតែជាមែនទែនហើយបងប្អូនមហាជនកំពុងតែមានការខឹងសម្បាខ្លាំងទាមទារឲ្យមានចំណាត់ការទៅតាមផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងការជេរប្រមាថនៅពាក្យសម្ដីអសរោះដែលមិនអាចលើកលែងបាននោះទេតើសមត្ថកិច្ចអាចនឹងខកខ្លួនម្ចាស់ហាងទូរស័ព្ទរូបនេះយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់ដែរឬទេពាក់ព័ន្ធទៅនឹងការជេរប្រមាថនៅពាក្យសម្ដីយ៉ាងអសរោះអសិលធម៌ដែលបងប្អូនមហាជនទាមទារឲ្យមានចំណាត់ការតាមផ្លូវច្បាប់នេះសិនបើមានព័ត៌មានថ្មីបន្ថែមយ៉ាងណាខ្ញុំនឹងរាយការណ៍ជូនបងប្អូនទៀតខ្ញុំឆៃអានីតពីអង្គភាពសារព័ត៌មានកម្ពុជាឆ្នះ